ក្មេងប្រុសនោះទើបតែរើសរបស់របរពីចាយចាំតែមិននឹកស្មានដល់បានរបស់របស់វារត់ចូលចំជំហានទៅមុខដើម្បីសង្គ្រោះគាត់តែវាយឺតពេលហើយក្នុងការថែរក្សាបានកំពុងធ្វើចលនាក្នុងល្បឿនបានរត់ធ្លាក់ចូលទៅក្នុងជ្រោះប៉ុន្តែមនុស្សយន្តក្នុងគ្រាអាសន្ននាងបានអប់ក្មេងប្រុសនោះយ៉ាងណាបន្ទាប់ពីគាត់ត្រូវបានជួយសង្គ្រោះដោយមកគាត់បានជិះភក់ចេញដោយប្រុងប្រយ័ត្នមកដល់ទីតាំងនោះពួកគេបានរកមនុស្សយន្តពេញលេញមួយក្មេងប្រុសនោះរំភើបចិត្តភ្លាមអ្នកត្រូវតែដឹងថានៅក្នុងពិភពលោកសប្តាហ៍នេះមនុស្សយន្តបានជំនួសការប្រដាល់កីឡានិងទស្សនិកជនលេងពេញចិត្តទៀតហើយប៉ះពាល់នៃការដើរនីមួយធ្លាក់ចំត្រង់ទុយទៅវិញគាត់ចាប់អារម្មណ៍នឹងម៉េចការភ្លើងដែលហានៅពេលពួកវាបាក់ស្ថិតនៅក្នុងសង្វៀននេះការធំធាត់ក្នុងបរិយាកាសបែបនេះធម្មជាមនុស្សចាស់ម៉ាស៊ីនមួយមនុស្សយន្តប៉ុន្តែអាចធ្វើអ្វីបានទោះបីជាខ្លួនមានបំណត់ក៏ដោយគាត់បានធ្វើដូច្នេះនៅក្នុងកន្លែងចាក់សម្រាប់ត្រូវបានរកឃើញគាត់ពិតជារំភើបខ្លាំងណាស់ជីកដីល្បាប់ជុំវិញចេញយ៉ាងលឿនដីនោះបន្ទាប់ពីជីកអស់ពេញមួយយប់ជីចុងក្រោយគាត់បានដាក់រ៉ូបូតវាត្រូវបានជីកចេញហើយយកទៅផ្ទះម៉ាក់ស្បានបញ្ចូលវាឲ្យគាត់យ៉ាងរហ័សភ្លើងប៉ុន្តែមិននឹកស្មានដល់កន្លែងចាក់សម្រាប់នេះស្ងាត់ជាងជាយូរមនុស្សយន្តនេះពិតជាអាចវាចាប់ផ្ដើមញឹកញាប់ហើយអនុញ្ញាតឲ្យដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលថែមទៀតនោះគឺមនុស្សយន្តថែមទាំងមានរបស់កម្មកសមត្ថភាពក្នុងការធ្វើត្រាប់តាមសម្ប័យតែក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែររបស់ខ្ញុំបានបំពាក់រ៉ូបូតក៏បញ្ជាពីចម្ងាយប្រាប់គាត់ពីអ្វីដែលដំណើរការវាគឺមានសារៈសំខាន់សម្រាប់អ្នកលេងហ្គេមញ៉ាំវាក៏សាមញ្ញណាស់ដែរម៉ៃស៊ីបានសម្អាតដោយប្រុងប្រយ័ត្នជាមួយធុងស្នាមប្រឡាក់នៅលើរ៉ូបូតប៉ុន្តែភ្លាមនោះគាត់បានកត់សម្គាល់ឃើញអ្វីនោះយន្តនេះមានសញ្ញាសម្គាល់ឆ្លាក់នៅលើទូអាដាមគឺជាខ្សែពាក្យជាច្រើនយ៉ាងណាមិញនេះជាឈ្មោះរបស់គាត់ហើយបន្ទាប់មកបាននាំអាដាមទៅរកឪពុករបស់គាត់ខ្ញុំចង់ឲ្យគាត់ចូលរួមក្នុងប្រព័ន្ធប្រជែងរ៉ូបូតប៉ុន្តែឪពុកខ្ញុំបានបដិសេធគាត់ទាំងស្រុងដោយសារតែគាត់មនុស្សយន្តធ្វើត្រាប់តាមចំនួនទី2គឺវាត្រូវបានរចនាឡើងដើម្បីប្រើជាថង់ដាអនុញ្ញាតឲ្យគាត់ទៅសង្វៀនប្រដាល់ដើម្បីគាត់អស់សម្លេចណាស់ដែលវាធ្វើឲ្យភ្នែករបស់អ្នកក៏ដោយក្មេងប្រុសនោះមិនបានបោះបង់ចោលទេហើយគាត់បាននាំអាដាមទៅតែម្នាក់ឯងការហ្វឹកហាត់ចាប់ផ្ដើមអាដាមមានលក្ខណៈពិសេសមុខងារគូផែនទីពិសេសរបស់គាត់អនុញ្ញាតឲ្យគាត់តាមសកម្មភាពទាំងអស់របស់ក្មេងប្រុសតាក់ទងជាមួយអាដាមក្មេងប្រុសនោះតែងតែមានអារម្មណ៍ថាអាដាមមិនមែនជាធម្មតារបស់គាត់នៅក្នុងភ្នែកពណ៌ខៀវជ្រៅវាហាក់ដូចជាវាក៏មានបញ្ញាផ្ទាល់ខ្លួនផងដែរនៅថ្ងៃបន្ទាប់ពូចកបានចាប់ផ្ដើមនៅពេលព្រឹកព្រលឹមគាត់ភ្ញាក់ពីដំណេកដោយសារសម្លេងនោះរួចក៏ចេញទៅខាងក្រៅក្មេងប្រុសដែលបង្រៀនអាស៊ីពេលគាត់កំពុងហាត់ប្រដាល់គាត់ឃើញកូនប្រុសរបស់គាត់តាំងចិត្តខ្លាំងដូច្នេះពូវូលហ្វបានសម្រេចចិត្តយកអាស៊ីទៅជាការល្អក្នុងការទៅចូលរួមការប្រកួតដើម្បីឲ្យកូនប្រុសខ្ញុំបោះបង់គំនិតនោះចោលពួកគេមកដល់ទីលានប្រកួតដាំឡាយវ៉ុលមិនចង់គ្រប់គ្រងវាដោយខ្លួនអាដាមចូលទៅក្នុងសង្វៀនប៉ុន្តែនៅពេលនេះបុរសនោះនៅតែងក់ក្បាលហើយគាត់ទូចថាអ្នកត្រូវតែធ្វើវាដោយខ្លួនឯងនៅពេលដែលហ្គេមចាប់ផ្ដើមមនុស្សយន្តសត្រូវភ្លាមគាត់ប្រញាប់ប្រញាល់ទៅមុខហើយដំបងឡើយគាត់បានដើរលើអាដាមបាត់ជើងហើយបន្ទាប់មកបែរមុខទៅភ្លាមអាដាមបានវាយក្មេងប្រុសនោះយ៉ាងធ្ងន់ធ្ងរនេះជាលើកទី1ហើយការប្រកួតហើយរបស់គាត់ទាំងប្រតិកម្មនិងបទពិសោធន៍គឺជាក់ស្ដែងគ្រប់គ្រាន់ទេមិនយូរប៉ុន្មានអាដាមក៏មានគាត់ត្រូវគេវាយដំសំណាងល្អអាដាមវាបានមកជាមនុស្សយន្តហ្វឹកហាត់គ្រឿងសក្រាស់ក៏បានធ្វើឲ្យគាត់បានទប់ទល់នឹងការវាយប្រហារទាំងអស់គ្រាន់តែអាដាមហៀបនឹងបោះបង់ចោលនៅពេលនោះពេលវេលានៃជុំទី1បានបង្ហាញឲ្យឃើញប៉ុន្តែវាទើបតែចប់ហើយក្មេងប្រុសនោះពិតជាប៉ុន្តែពួកគេបានតស៊ូការប្រកួតបានរំកិលទៅជុំទី2យ៉ាងលឿននៅពេលនេះ Wolverine ក៏ចាប់ផ្ដើមការផ្ដល់ការណែនាំពីជំហាននេះពិតជាបានធ្វើអាដាមបានជិះវៀងយ៉ាងល្អឥតខ្ចោះការវាយប្រហារពីខាងមុខបន្ទាប់មកដោយបុរសក្មេងនោះបានបញ្ជាអាដាមឲ្យវាយការកាត់ពីលើដល់សាហាវមួយលើកនេះវាពិតជាបានធ្វើឲ្យមនុស្សយន្តនៅខាងទៀតមានការភ្ញាក់ផ្អើលនីតិ Corridor វិញ្ញាណដោយក្មេងប្រុសនោះដែរហើយឪពុកបានឈ្នះដោយជោគជ័យពួកគេក៏បានឈ្នះការប្រកួតនេះដែររង្វាន់ដែលត្រូវគ្នាគឺស្ថិតនៅក្នុងកម្មសិទ្ធិរបស់ពួកកំពុងរៀបចំខ្លួនចាក់ចេញស្រាប់តែមានជីរ៉េនបានមករកគាត់ខ្ញុំចង់អញ្ជើញអាដាមឲ្យចូលរួមបន្ថែមការប្រកួតធំប៉ុន្តែ Wolf Uncle កំពុងមើលបន្ទាប់ពីក្រឡេកមើលអាសយដ្ឋានខាងលើរួចមកជាយ៉ាងណាក៏ដោយមិនទាន់មានការឆ្លើយតបពីណាមួយមកដល់ផ្ទះបុរសនេះក្មេងបានច្រៀងអបអរសាទរដោយរីករាយដោយមិននឹកស្មានដល់អាដាមបានធ្វើអ្វីដែលបានធ្វើចលនាដូចគ្នាអ្នកអាចពាក់វាជាមួយក្មេងប្រុសក៏បានពួកគេបានស្លៀកពាក់សម្លៀកបំពាក់របស់ពួកគេហើយរាំជាមួយគ្នាពូចកបានឃើញរឿងទាំងអស់នេះនៅក្នុងភ្នែករបស់គាត់ការឆ្លុះបញ្ចាំងរបស់អាដាមដ៏មានឥទ្ធិពលបំផុតដែលគាត់ធ្លាប់បានឃើញតែវាគ្រប់គ្រាន់ដើម្បីប្រុសរាល់ចលនាតូចតាចរបស់ពូចកអាចជាត្រូវបានគាត់ចាប់បានក្រោមការណែនាំរបស់ពូចកចលនាប្រយុទ្ធទាំងនោះជាកម្មសិទ្ធិរបស់មនុស្សក៏ត្រូវបានបង្កប់របស់អាដាមក្នុងបន្ទាប់ពីនោះពូវូលហ្វនិងកូនប្រុសរបស់គាត់បានចាប់ផ្ដើមដើម្បីប្រណាំងជាមួយអាដាមមុនពេលប្រណាំងនីមួយក្មេងប្រុសនឹងរាំជាមួយអាដាមនិងពូវូលហ្វទទួលខុសត្រូវក្នុងការគ្រប់គ្រងអាដាមលើកនេះពូវូលហ្វមិនស្ទាក់ស្ទើរទេពួកគេបានប្រយុទ្ធពីគូប្រជែងដែលខ្សោយបំផុតដំបូងឡើយកិច្ចសហការរបស់ពូចកនិងអាដាមគឺនៅតែមិនសូវស្គាល់បន្តិចប៉ុន្តែអាដាមតែងតែលាក់ខ្លួននៅក្រោមគ្រឿងសឹកបន្ទាប់មកពួកគេបានឈ្នះការប្រណាំងនៅទីបំផុតនៅពេលដែលសមរភូមិកាន់តែកើនឡើងពូចកនិងអាដាមកិច្ចសហប្រតិបត្តិការកាន់តែល្អឥតខ្ចោះកម្លាំងប្រយុទ្ធរបស់ពួកគេក៏កាន់តែខ្លាំងឡើងផងដែរគូប្រជែងដែលពួកគេបានជួបកាន់តែមានការច្រើនតែមិនថាគូប្រជែងជានរណានោះទេពួកគេត្រូវបានចាញ់ដោយកណ្ដាប់ដៃរបស់អាដាមទាំងអស់នៅពេលដែលកេរ្តិ៍ឈ្មោះរបស់អាដាមកាន់តែរីកចម្រើនប្រដាល់អាជីពពិភពលោកការប្រកួតប្រជែងក៏បានអញ្ជើញពួកគេផងដែរណាអាដាមអាចឈ្នះលើកក្រោយការប្រកួតគាត់អាចប្រកួតប្រជែងជាមួយមនុស្សយន្តខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររឿងព្រេងនិទានសៀសនេះជាការប្រកួតអាជីពលើកដំបូងរបស់អាដាមគូប្រជែងរបស់គាត់គឺជាអ្នកចម្បាំងក្បាលពីរដ៏មានអំណាចទោះជាយ៉ាងណាក៏ដោយអាដាមមិនខ្លាចអ្វីឡើយក្រោមការគ្រប់គ្រងរបស់ពូចកគាត់ចាប់ផ្ដើមជិះវៀងការវាយប្រហាររបស់គូប្រកួតហើយបន្ទាប់មកបានឆ្លៀតឱកាសនោះដើម្បីវាយបកវិញពេលកំពុងតែអ្នកចម្បាំងក្បាលពីរគឺជាអ្នកចម្បាំងដែលមានជាងគេបំផុតវាមិនត្រឹមតែមានទិដ្ឋភាព360ដឺក្រេនៃជ្រុងទាំង4ប៉ុន្តែក៏មានលក្ខណៈប្លែកប្រយុទ្ធវាថែមទាំងត្រូវការមនុស្ស2នាក់ដើម្បីគ្រប់គ្រងវាទៀតផងក្នុងពេលក្រោមការវាយប្រហាររបស់អ្នកចម្បាំងក្បាលពីរអាដាមអាចការពារបានតែយ៉ាងលឿនប៉ុណ្ណោះបន្តិចម្ដងគាត់ក៏ត្រូវបានបង្ខំឲ្យធ្វើទាំង4នាក់វាហាក់ដូចជាអាដាមអាចត្រូវបានផ្ដួលតែប៉ុណ្ណោះជប់ឈ្មោះប្រុសកំពុងរវល់បង្រៀនឪពុករបស់ដើម្បីធ្វើវាក្រោមការសង្កេតរបស់ពូវលមិនយូរប៉ុន្មានគាត់បានរកឃើញភាពទន់ខ្សោយរបស់អ្នកចម្បាំងក្បាលពីរវាបានប្រែក្លាយចម្បាំងក្បាលពីរក៏ស្រដៀងគ្នាដែរទោះបីជាដៃវែងរបស់គាត់អាចបង្កើតបានក៏ដោយជួរនៃកម្លាំងបាញ់កាន់តែធំនេះក៏ធ្វើឲ្យគាត់សកម្មភាពត្រួតពិនិត្យកាន់តែពិបាកឥឡូវនេះពួកគេគ្រាន់តែត្រូវនៅចិត្តគ្រប់គ្រាន់ហើយអ្នកចម្បាំងក្បាលពីរមិនអាចយកឈ្នះអាដាមបានទេល្បិចនេះពិតជាដំណើរការមែនក្រោមការវាយប្រហារជាបន្តបន្ទាប់របស់អាដាមមនុស្សយន្តក្បាលពីរមិនអាចត្រូវបានយកឈ្នះទាល់តែសោះនៅទីបំផុតក្រោមការគ្រប់គ្រងរបស់ពូចកអាដាមទំពុកស្ដាំបានបញ្ចប់ការប្រយុទ្ធដោយផ្ទាល់មនុស្សគ្រប់គ្នានៅកន្លែងកើតហេតុកំពុងនិយាយគ្នាមាននរណាម្នាក់នឹកស្មានថាមនុស្សយន្តដែលខូចនេះអាចពិតជាឈ្នះប៉ុន្តែនៅវគ្គផ្ដាច់ព្រាត់បន្ទាប់អាដាមនឹងត្រូវប្រឈមមុខអ្វីដែលគេហៅថាទេវកថាដែលមិនចាញ់មនុស្សយន្តខ្លាំងបំផុតសេយ៉ូគ្រាន់តែមើលរូបរាងរបស់គាត់សូមក្រឡេកមើលអាដាមម្ដងទៀតអ្នកដឹងហើយថាគម្លាតរបស់ពួកគេធំប៉ុណ្ណាជាមួយនឹងសម្លេងកណ្ដឹងដែលជាសម្លេងដំបូងវគ្គនៃការប្រកួតបានចាប់ផ្ដើមជាផ្លូវការទោះយ៉ាងណាក៏ដោយខ្ញុំមិននឹកស្មានថាស៊ីស្តែមួយគាត់ទើបតែវាអាដាមឲ្យដួលវាស្ទើរតែចប់ហើយមនុស្សគ្រប់គ្នាគិតថាការប្រកួតចប់ហើយខ្ញុំមិនបានរំពឹងទុកថាក្រោមការអំពាវនាវរបស់ពូចអាដាមបានឡើងមកលើខ្លួនម្ដងទៀតប៉ុន្តែមុនពេលដែលគាត់អាចក្រោកឈរឡើងបានស៊ីស្បានចាប់ផ្ដើមវាប្រហារម្ដងទៀតអាដាមត្រូវបានគេវាយដួលម្ដងទៀត
អាញាកណ្ដាលបានរត់មកហើយចាប់ផ្ដើមរត់ថយក្រោយក្មេងប្រុសនោះក៏ស្រែកខ្លាំងហៅអាដាមដើម្បីក្រោកឈរឡើងហើយអាដាមហាក់ដូចជាបានឮសំឡេងក្មេងប្រុសនោះគាត់បានឡើងលើម្ដងទៀតល្បែងនៅតែបន្តប៉ុន្តែលើនេះអាដាមអាចនឹងត្រូវផ្ដួលមិនយូរប៉ុន្មានគាត់នឹងត្រូវបង្ខំឲ្យទៅជ្រុងកណ្ដាប់ដៃដែករបស់ស៊ីសតែងតែវាប្រហារគាត់ជានិច្ចអាដាមអាចការពារខ្លួនបានតែនៅពេលនេះប៉ុណ្ណោះមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះអំណាចរបស់ស៊ីសតែគ្មាននរណាម្នាក់រំពឹងថាអាដាមអាចនៅលើរយៈពេលយូរហើយនៅពេលនេះកណ្ដាប់ដៃដែករបស់អាដាមទីបំផុតវាគូប្រកួតបន្ទាប់មកមុនពេលដែលពូចកគ្រប់គ្រងអាដាមក៏បានចាប់ផ្ដើមដើម្បីប្រយុទ្ធតបពេលដែលអាដាមនាំមុខភ្លាមទីបំផុតស៊ូក៏បានប្រើជំនាញរបស់គាត់បានចាប់ផ្ដើមវាប្រហារតបវិញភ្លាមទៅលើអាដាមស៊ីសមានកម្រិតខ្ពស់នៃស្វ័យប្រវត្តិកម្មគាត់មិនត្រឹមតែអាចបំផ្លាញខ្លួនឯងក្នុងការប្រយុទ្ធប៉ុណ្ណោះទេប៉ុន្តែក៏ទទួលស្គាល់ចំណានលក្ខណៈពិសេសរបស់គាត់ផងដែរយោងទៅតាមគូប្រកួតសូមចាប់ផ្ដើមសម្រាប់ភូមិម្ដងទៀតនៅពេលដែលស៊ីសត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់ការប្រកួតពេលវេលានៃជុំទី1មានបានកន្លងផុតទៅជាសំណាងល្អអាដាមនៅតែមានឱកាសពើវូលឃើញថាអាដាមកំពុងជោគបារីរួចហើយប្រញាប់ប្រញោទៅជួសជុលភ្លាមជាសំណាងល្អអាដាមមិនមានបញ្ហាធំដុំអ្វីទេជុំទី2នឹងចាប់ផ្ដើមឆាប់នេះលើកនេះស៊ីសមិនបានផ្ដល់ឱកាសឲ្យអាដាមទេគាត់បានព្យាយាមឲ្យអស់ពីសមត្ថភាពភ្លាមនៅពេលឡើងលើឆាកត្រូវបានចាញ់ម្នាក់បន្ទាប់ពីម្នាក់ទៀតប៉ុន្តែគាត់អាចឡើងម្ដងទៀតរាល់ពេលគ្រឿងសឹកធ្ងន់បានផ្ដល់ឲ្យគាត់នៅការការពារដែលមិនអាចប្រៀបផ្ទឹមបានហើយក្រោមការគ្រប់គ្រងរបស់ពូចចប់ពេលខ្លះអាដាមក៏នឹងតាំងវិញដែរគាត់បានប្រើកណ្ដាប់ដៃរបស់គាត់ដើម្បីបញ្ចេញកំហឹងរបស់គាត់ភាគីទាំងពីរនៅជិតគ្នាណាស់មិនយូរប៉ុន្មានសមរភូមិក៏បានមកដល់ទឹកទី4ទោះយ៉ាងណាក៏ដោយមានបញ្ហាមួយនៅពេលនេះនៅក្នុងសមរភូមិដែលមានអង្គតង់ស៊ីតិខ្ពស់ជាបន្តភាសារបស់អាដាមប្រព័ន្ធត្រួតពិនិត្យបានបរាជ័យឥឡូវនេះពូចកលែងអាចគ្រប់គ្រងអាដាមបានទៀតហើយជាសំណាងល្អក្មេងប្រុសនោះបានឈរគាត់បានប្រញាប់ប្រញាល់ឡើងលើសង្វៀនហើយតាមប្រព័ន្ធត្រួតពិនិត្យមិនអាចទទួលស្គាល់បានទេឲ្យគាត់ក្មេងប្រុសនោះបានគិតឃើញមួយទៀតយ៉ាងលឿនអាដាមមានការទទួលស្គាល់ពិសេសមួយប្រព័ន្ធទទួលស្គាល់គាត់បានអនុញ្ញាតឲ្យវ៉ូស្នេកចូលកំពុងលើកណ្ដាប់ដៃរបស់ពួកគេបន្ទាប់មកវានឹងលើកនៅលើឆាកគ្នាសកម្មភាពគ្នាដែរចុកមានការព្រួយបារម្ភថាគាត់នឹងអ្វីបានរញ៉េញ៉ៃប៉ុន្តែកូនប្រុសបានយកប្រណិតរបស់គាត់ផ្ដល់ឲ្យគាត់គ្រប់គ្រាន់ហើយជំនឿពិតដូច្នេះហើយវ៉ូវរ៉ាញ់បានរុញច្រានចេញពីទស្សនិកជនអាដាមនៅលើឆាកកំពុងដើរធ្វើត្រាប់តាមចលនារបស់គាត់មើលគូប្រកួតតាមពិតគាត់កំពុងចំអកឲ្យខ្លួនឯងស៊ីសខឹងសម្បារួចទៅហើយពួកគេចង់ក្លាយជាមនុស្សអាក្រក់ខ្ញុំចង់បញ្ចប់ល្បែងនេះស៊ីសបានបញ្ចេញធម្មពលទាំងអស់របស់វាទៅលើវាអាដាមបានបើកការវាប្រហារយ៉ាងសាហាវហើយនៅពេលនេះតែអ្វីដែលពួកគេអាចធ្វើបានគឺការពារយ៉ាងណាក៏ដោយស៊ីសនៅក្នុងស៊េរីមួយទោះជាយ៉ាងណាក៏ដោយក្រោមការវាប្រហារដ៏ខ្លាំងក្លានិងការវាប្រហារវង្វេងរបស់គាត់ល្បឿនរបស់ស៊ីសបានចាប់ផ្ដើមកើនឡើងវាកាន់តែយឺតទៅហើយអាដាមបានដាក់ពួកគេបានទប់ទល់នឹងការវាប្រហារទាំងអស់ឥឡូវនេះដល់វេនគាត់វាបកវិញហើយពេលវេលាពូចកកាន់តែរំភើបឡើងពេលគាត់ប្រយុទ្ធមានអារម្មណ៍ថាដូចជាបានត្រឡប់ទៅវ័យកុមារភាពវិញហើយខ្ញុំនៅទីនេះលើឆាកនេះការប្រយុទ្ធរបស់ការគ្រប់គ្រងរបស់ Wolfman ភាគច្រើនបំផុតបន្ទាប់មកអាដាមបានវាយ៉ាងខ្លាំងកណ្ដាប់ដៃតោងមួយលើកនេះSearsគាត់មិនអាចក្រោកឈរបានទេឈុតឆាកគឺទាំងស្រុងវាកំពុងពុះកញ្ជ្រោលខ្ញុំមិនដែលរំពឹងថានឹងមានម៉ាស៊ីនចាញ់នោះយន្តពិតជាអាចឈ្នះបានទីបំផុតអាញាកណ្ដាលបានប្រកាសបញ្ចប់ការប្រកួតSearsជាមួយនឹងអង្គទេក្រៅតូចមួយអាដាមបានឈ្នះការប្រកួតដោយមានអត្ថប្រយោជន៍ពួកគេចាញ់ប៉ុន្តែមនុស្សគ្រប់គ្នាដែលមានវត្តមានពួកគេទាំងអស់គ្នាបានឡំពាត់ក្មេងប្រុសនោះពួកគេបានស្រែកហៅឈ្មោះអាដាមជាសម្លេងរឹតលក្ខណៈហើយជាពួកគេបានរៀនពីអាដាម